ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទ Ben KH តើបងប្អូននឹងទេថាអាវុធដែលបណ្ដាប្រទេសមហាអំណាចនៅលើសកលលោកធំប្រើប្រាស់សម្រាប់ការពារជាតិទទួលបានភាគច្រើនមកពីប្រភពក្រុមហ៊ុនណាហើយថាតើក្រុមហ៊ុនដែលផលិតអាវុធសម្រាប់ការពារជាតិធំនោះមានក្រុមហ៊ុនណាខ្លះបងប្អូនទាំងអស់គ្នាបើយើងនិយាយអំពីការផលិតប្រព័ន្ធការពារដែនអាកាសអាវុធទំនើបរាប់ចាប់ពីយន្តហោះចម្បាំងកាំជ្រួចយោធារហូតដល់កាំភ្លើងដៃយើងឃើញថាមានអាវុធកាន់តែទំនើបនិងកាចសាហាវជាច្រើនហើយក្នុងនោះក្រុមហ៊ុន Lockheed Martin គឺជាក្រុមហ៊ុនផលិតសព្វាវុធដ៏ធំបំផុតរបស់ពិភពលោកជាមួយនឹងការលក់អាវុធលើសពី$60,000 លានក្នុងឆ្នាំ2023អ្នកទាំងអស់គ្នាដែលស្មើនឹង 90% នៃប្រាក់ចំណូលសរុបរបស់ខ្លួនគឺប្រមូលលុយបានយ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិកប្រទេសចិននិងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបផងដែរអ្នកទាំងអស់គ្នាខាងក្រោមនេះគឺជាក្រុមហ៊ុនផលិតអាវុធកម្ពុជាទាំង10ក្នុងសកលលោកនេះក្រុមហ៊ុនកម្ពុជាទី1គឺឈ្មោះថា Lockheed Martin ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃសាជីវកម្ម Lockheed ជាមួយនឹង Martin Marietta នៅថ្ងៃទី15ខែមីនាឆ្នាំ1995ហើយត្រូវបានគេស្គាល់ថាក្រុមហ៊ុននេះបានផលិតយន្តហោះចម្បាំង F-35 ប្រព័ន្ធមីស៊ីលនិងនាវាចម្បាំងទី2 RTX ដែលជាអតីតក្រុមហ៊ុន Raytheon គឺជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដូចគ្នាបង្កើតឡើងនៅក្នុងឆ្នាំ1922វាបានរួមបញ្ចូលគ្នានៅក្នុងឆ្នាំ2020ជាមួយនឹងក្រុមហ៊ុន United Technologies Corporation ដើម្បីបង្កើត Raytheon Technologies បានបដូរឈ្មោះទៅជា RTX Corporation ក្នុងខែកក្កដាឆ្នាំ2023វាមានឯកទេសខាងផលិតកាំជ្រួច Patriotកាំជ្រួច Tomahawk និងគ្រឿងអេឡិចត្រូនិកសម្រាប់ការពារទី3 Northrop Grumman ដែលជារបស់សហរដ្ឋអាមេរិកក្រុមហ៊ុននេះផលិតយន្តហោះទម្លាក់ក្របបែកបំបាំងកាយដែលយើងទាំងអស់គ្នាស្គាល់ថា B2 Spirit ត្រូវបានដាក់ជំនួសដោយ B21 យន្តហោះសម្រាប់ឃ្លាំមើលគ្មានមនុស្សបើកនិងប្រព័ន្ធរ៉ាដាជាដើមក្រុមហ៊ុនទី4មានឈ្មោះថា BAE System ជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសដែលជាក្រុមហ៊ុនម៉ៅការសម្រាប់ការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុបដែលផលិតរថយន្តដែកនាវាមួយទឹកនិងយន្តហោះចម្បាំងក្រុមហ៊ុនទី5គឺមានឈ្មោះថា General Dynamics ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកវាត្រូវបានគេដឹងថាសម្រាប់ផលិតរថ Cross Abrams រថយន្ត Stryker និងនាវាមួយទឹកថ្នាក់រដ្ឋ Virginia ទី6 Boeing របស់សហរដ្ឋអាមេរិកត្រូវបានគេដឹងថាសម្រាប់ផលិតឧទ្ធម្ភាគចក្រ Apache យន្តហោះចម្បាំង F-15 F-18 និងកាំជ្រួចផងដែរអ្នកទាំងអស់គ្នាក្រុមហ៊ុនទី7 Rostec របស់រុស្ស៊ីគឺជាក្រុមហ៊ុនសម្រាប់ការពារជាតិរបស់ប្រទេសរុស្ស៊ីដ៏ធំមួយអ្នកទាំងអស់គ្នាហើយក្រុមហ៊ុនទី8គឺ Avex របស់ចិនក្រុមហ៊ុននេះគឺផលិតយន្តហោះយោធាធំរួមទាំងយន្តហោះចម្បាំងនិង UAVs ក្រុមហ៊ុនទី9 CETC ប្រទេសចិនដូចគ្នាផ្ដោតទៅលើប្រព័ន្ធអេឡិចត្រូនិក radar និងប្រព័ន្ធឃ្លាំមើលជាដើមរីឯចុងក្រោយក្រុមហ៊ុនទី10គឺជាក្រុមហ៊ុន L3Harris Technologies ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមានឯកទេសខាងប្រព័ន្ធអេឡិចត្រូនិកនិងទំនាក់ទំនងកម្រិតខ្ពស់ក្រុមហ៊ុនទាំងនេះគឺត្រូវបានគេដឹងថាគឺជាក្រុមហ៊ុនដែលផលិតសព្វាវុធធំនៅក្នុងលោកអ្នកទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះគឺជាចំណេះដឹងថ្មីមួយសម្រាប់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ